បាទច្បាស់ការហើយពុកម៉ែបងប្អូនបាទព័ត៌មាននេះគឺច្បាស់ការហើយបាទពាក់ព័ន្ធទៅនឹងបាទpage Facebook មួយដែលមានឈ្មោះថារមណីយដ្ឋានសង្គ្រាមបាទដែលមានដាក់ភាសាបរទេសថា The War Resort បាទដែលបានបង្ហោះបាទញុះញង់បង្កឲ្យភាពចលាចលបាននៅលើបណ្ដាញសង្គម Facebook ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអស់ទូទាំងពិភពលោកតែម្ដងដែលគេបានបង្ហោះថាបើយោងតាមចារកម្មខ្មែរនៅថៃបានជូនដំណឹងថាថៃត្រៀមឈ្លានពាននៅម៉ោង2ថ្ងៃនេះឬលួចវាយឆ្មក់នៅយប់នេះសូមប្រុងប្រយ័ត្នបន្ទាប់ពីមានការបង្ហោះបែបនេះឥឡូវនេះក្រសួងការពារជាតិនៃប្រទេសកម្ពុជារបស់យើងបានបដិសេធឲ្យថាក្រសួងការពារជាតិសូមបដិសេធព័ត៌មានមិនពិតដែលបានលើកឡើងថាថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សាស្ងៀមស្ងាត់និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការបាទពុកម៉ែបងប្អូននៅថ្ងៃនេះគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីមានបណ្ដាញសង្គម Facebook មួយដែលមានថារមណីយដ្ឋានសង្គ្រាម The War Resort នេះគឺបានបង្ហោះលក្ខណៈបាទបំពុលសង្គមបាទមិនដឹងថាពួកនេះយួរខួរក្បាលអីមកពីណាទេបាទមិនដឹងថាជីខួរក្បាលស្អីទេប្រទេសជាតិកំពុងតែមានភាពចលាចលបាទដោយសារតែបញ្ហាព្រំដែនបែរជាយកអាព័ត៌មានមិនពិតអាព័ត៌មានคล้ายៗយកមកផុសញុះញង់បាទមិនដឹងថាជាមនុស្សឬក៏ជាសត្វអីនេះខ្ញុំអត់ដឹងទេបាទឥឡូវនេះពុកម៉ែបងប្អូនទាំងអស់គ្នាបាទទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាទសូមជៀបជាព័ត៌មានថាព័ត៌មានដែលបានបង្ហោះតាមរយៈ page របស់រមណីយដ្ឋានសង្គ្រាម The War Resort នេះគឺជាព័ត៌មានមិនពិតទេបាទហើយក្នុងនោះខ្ញុំក៏បានឃើញវីដេអូមួយទៀតដែលបានផុសលក្ខណៈខ្លឹមសារដូចគ្នាថាថៃនឹងត្រៀមវាយបាទប្រទេសកម្ពុជាយើងនៅវេលាម៉ោង2នៅថ្ងៃទី16នេះបាទអញ្ចឹងក្រសួងការពារជាតិបានចេញលំមុននេះបន្តិចបាននៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះបានបដិសេធទាំងស្រុងហើយគឺជាព័ត៌មានមិនពិតទេណាពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនកុំភ័យកុំខ្លាចកុំព្រួយហើយសូមបាទតាមដានរកព័ត៌មានពីเพจផ្លូវការរបស់ថ្នាក់ដឹកនាំដូចជាក្រសួងការពារជាតិបាទเพจរបស់ក្រសួងមហាផ្ទៃបាទเพจរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចតេជោនិងសម្ដេចហ៊ុនម៉ាណែតផ្ទាល់តែម្ដងបាទសូមជឿជាក់លើថ្នាក់ដឹកនាំរបស់យើងកុំទៅស្ដាប់តាមការញុយញងកុំទៅបាទខ្វល់ជាមួយនឹងព័ត៌មានមិនពិតរបស់ក្រុមអគតិមួយចំនួនបាទសូមអរគុណ